នេះគឺជា Honda PCX 125cc ស៊េរីឆ្នាំ2026ដែលមានតម្លៃខ្លួនខ្ទង់$3,000ជាង PCX មានចំនួន4ពណ៌គឺពណ៌ស៊ីម៉ង់ឬពណ៌ប្រផេះពណ៌ខ្មៅពណ៌សក៏ដូចជាពណ៌ចុងក្រោយគឺពណ៌ខៀវឬពណ៌ទឹកប៊ិចរាងក្រមៅចង់ដឹងថាតើ PCX 125cc ស៊េរីឆ្នាំ2026នេះមានអ្វីពិសេសខ្លះយើងទៅមើលលម្អិតជាមួយគ្នាប្រព័ន្ធភ្លើងនៃផ្ទៃខាងមុខគឺជាប្រភេទ Full LED ភ្ជាប់មកជាមួយនឹងសោ Smart Key ចំនួន2ផ្ទៃកុងទ័រខាងលើគឺជាប្រភេទ Full Digital ដែលងាយស្រួលក្នុងការមើលនៅទិន្នន័យតួលេខផ្សេងៗមានភ្ជាប់មកជាមួយនឹង USB-C socket ដែលអាចបញ្ចូលថ្មទូរស័ព្ទនិង Power Bank ផ្សេងៗបាន U-box នៅក្រោមផ្ទៃកែបមានភាពធំទូលាយដែលអាចទុកដាក់សម្ភារៈផ្សេងៗបានច្រើនប្រព័ន្ធភ្លើងនៃផ្ទៃខាងក្រោយគឺជាប្រភេទភ្លើង LED ប្រព័ន្ធប្រាំងមុខគឺជាប្រភេទ ABS Disc Brake ចំណែកឯប្រាំងក្រោយគឺជាប្រភេទ Single Disc Brake បំពាក់មកជាមួយនឹងម៉ាស៊ីន ESP Plus កម្លាំង 125cc PGM FI ដែលដំណើរការស៊ីសាំងដោយប្រព័ន្ធប៊ិចរបស់ក្រុមហ៊ុន Honda ដែលមានការធានាគ្រឿងម៉ាស៊ីនរយៈពេល2ឆ្នាំសរុបមកនេះគឺជាការសង្ខេបនៅលក្ខណៈពិសេសខ្លះៗអំពី Honda PCX 125cc ស៊េរីឆ្នាំ2026ចំពោះរូបរាងវិញគឺមើលទៅមានភាពស្អាតស្ទាន់សម័យហើយវាមានភាពទាក់ទាញអ្វីដែលសំខាន់នោះគឺតម្លៃវារៀងខ្ពស់ខ្ទង់$3,000ជាងកម្លាំងម៉ាស៊ីនត្រឹម 125cc ហើយតម្លៃក្នុងការលក់គឺមានភាពខុសគ្នាទៅតាមតំបន់ទៅតាមហាងផ្សេងៗដោយសារនៅក្នុងប្រទេសកម្ពុជាយើងអត់មានដាក់តម្លៃចេញដោយក្រុមហ៊ុននោះឡើយយល់ឃើញយ៉ាងណាចំពោះតម្លៃទីផ្សារម៉ូតូនៅក្នុងប្រទេសកម្ពុជារបស់យើងអាច comment បញ្ចេញមតិនៅខាងក្រោមវីដេអូ All new PCX 125. Capture all eyes.